Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបតម្លើង Firewall Palo Alto នៅក្នុង GNS3 បាទខ្ញុំជួបបើកម៉ាស៊ីនខ្ញុំសិនតែមកយើងត្រូវចូលទៅកាន់ browser ណាមួយដែលអាច download file image របស់ Firewall ហ្នឹងអញ្ចឹងខ្ញុំចូលទៅកាន់ Chrome ហើយខ្ញុំ search ថា A VM VM 10.0 នេះតើមកយើង select ទៅកាន់ website មួយនេះហើយស្រូលមកក្រោយមកវាឃើញកន្លែង download នេះហើយ file របស់វាដូចជាទំហំ 3.35G តែខ្ញុំបានតម្លើងហើយវាចូល download មករួចមកនេះវានៅនេះវា size វានៅទីហ្នឹងហើយ 3G ជាងតែមកមើលម៉ាស៊ីនហ្នឹងបើកមិនអត់បើកហើយយើងចូលទៅកាន់ GNS3 មកចាំវាតិចសិនថ្ងៃយើងចាំវាទៀតចាំ server វាបើកខ្ញុំបង្កើត file មួយសិននេះ file project របស់យើងអីក៏បានដែរបាទយើងចុច select ទៅកាន់ device របស់យើងហើយយើងចុច select add new template ឡើងនេះហើយយើងជ្រើសយកអាទី1ចុច next តែមកយើងចុច select ទៅលើ firewall កន្លែងសញ្ញាព្រួញពីមុខវាវិញហើយយើង scroll មកក្រោមយកនេះ PAVM មើលទៅ Palo Alto ហើយយើងចុច install ចុច next ចាំហ្នឹងទៅវារើសយើងស្ដាប់ទេចុច next ទៀតវាកំពុងតែ scanning file របស់យើងនេះអញ្ចឹងវាចេញដល់ 11.0 នេះតែយើងប្រើទេអា 10.1.0 នេះយើងចុច import នេះយើងចុចសញ្ញា print នេះខ្ញុំផ្លេចចុច import វាមកចូលទៅកាន់ folder យើង download វិញមើលមិញនេះនេះហើយវាចុចវាកំពុងតែ upload ចូលចាំវាតិចសិន
3.4G. Tao bàn 1G. Select nhân viên. Select person. Next. យើងចុចនេះមកសញ្ញាព្រួយពីមុខ10.10នេះហើយ select យើងប៉ាល់នេះមកហើយចុច next yes ហេទៅមកវាបង្ហាញ password ហើយនឹង username របស់យើងហើយគឺ default វាគឺ username admin ហើយ password admin តាំងតិចទៀតយើងដឹងតែ username និង password នោះប្រើនៅកន្លែងណាចុច finish អូខេនេះយើងបាន firewall របស់យើងហើយតោះមកយើងទៅបង្កើត cloud មួយមកចុច NSA ហើយយើង connect យក management ទៅ Ethernet មកយើងចុច select run off យើង connect អូខេឥឡូវមូលហេតុខ្ញុំដឹងហើយគឺដោយសារ PA VM នេះវាត្រូវការ RAM 4G ឡើងចឹងហើយប៉ុន្តែពេលខ្ញុំដាក់ RAM 4G ទៅវាអត់ដើរដោយសារម៉ាស៊ីនរបស់ខ្ញុំដែលខ្ញុំបង្កើតនេះខ្ញុំប្រើ RAM 12GB ទេចឹងមកដាក់ 4G វារ៉ានលើចឹងវារ៉ានអត់កើតចឹងយើងធ្វើការបិទម៉ាស៊ីនវាសិនដើម្បីចូលទៅចម្លើង RAM នៅក្នុង VMware យើងវាខ្វែងវាសិនមកយើងមួយទៀតខ្ញុំដាក់ RAM 4G ដាក់ 8G មកទៀតគឺ on alternate
Suy nghĩ. Ê, làm sao được phương khởi đánh vô địch nó sẽ đi theo đó nên rằng nếu edit đã buồn trì thì lại sẽ ví dụ lại nó sẽ thay mấy nữa. Ừ. Cha biết mình phải nhảy tới dương cho sôi nữa. Và cha mẹ tích sẵn
នេះដល់ពេល login នេះmình click check in ថើនេះយើងបិទកង់ login ទៅតែហ្នឹងវាអត់ប្រាប់វាអត់ប្រាប់ IP យ៉ាង AD AD អូខេអញ្ចឹងយើងយកដើម្បីចូលទៅកាន់ដើម្បីចូលទៅកាន់ដើម្បីកែ password វាបានគឺថាតែយើងចូលទៅកាន់វានេះពេលចូលឲ្យនេះ IP នេះគឺចូលកាន់ format គឺ white page 3 hot check function IP ណាវា version ថ្មីនេះយើងមកចូលមកចូលទៅកាន់ folder វាខាងចាំហើយវាធ្វើលើនេះហើយវាអំហើយទៅក្នុងយើងឆាង password បានជោគជ័យហើយអញ្ចឹង firewall យើងគឺធ្វើបានជោគជ័យបាទដោយសារតែវាកាលជាមួយ YouTube គេប្រើ10.0អញ្ចឹងគេត្រូវការ log ចូលតាម IP ដើម្បីចូលទៅកាន់ដើម្បីចូលទៅកែ password អញ្ចឹងសម្រាប់ version 10.1.0នេះគឺវាកែនៅលើម៉ាស៊ីនមកមិនបាច់ថតចូលទៅកាន់ browser ដើម្បីកែអូខេអញ្ចឹងវីដេអូខ្ញុំសូមបញ្ចប់ហ្នឹងឯងដោយសារយើងបង្កើតវាបានជោគជ័យបាទស្វែងចប់មក